ដឹងទៀតលោកហ៊ុនតូប្តឹងកាសែត Al Jazeera នៅអូស្ត្រាលីនៅពេលដែលគេរាយការណ៍អំពីការជាប់ពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនពាក់ព័ន្ធនឹងការឆបោកអីហ្នឹងហើយទៅគេរាយការណ៍ហ្នឹងគឺគេថាសំអាងពីពីព័ត៌មានបានពីប៉ូលីសសហព័ន្ធអូស្ត្រាលីដោយសារតែប៉ូលីសសហព័ន្ធអូស្ត្រាលីហ្នឹងអត់បញ្ចេញព័ត៌មានជាសាធារណៈធ្វើឲ្យ Al Jazeera ដែលជាកាសែតល្បីអន្តរជាតិនេះខ្វះភ័ស្តុតាងដើម្បីយកមកការពារខ្លួនក្នុងករណីដែលលោកហ៊ុនតូប្តឹងព្រោះអីកាសែតធម្មតាតែមានប្រភពគឺគាត់ត្រូវតែលាក់ប្រភពហ្នឹងដើម្បីសុវត្ថិភាពប៉ុន្តែនៅពេលដែលគាត់យកប្រភពពីប៉ូលីសសហព័ន្ធអូស្ត្រាលីហើយប៉ូលីសសហព័ន្ធអូស្ត្រាលីគឺគេមិនបញ្ចេញប្រភពហ្នឹងជាសាធារណៈដូច្នេះធ្វើឲ្យកាសែត Al Jazeera ដែលនិយាយពីរឿងជួញដូរគ្រឿងញៀនហើយនឹងឆបោកអនឡាញប្រព្រឹត្តដោយលោកហ៊ុនតូទៅជាការចោទប្រកាន់បរិហាគេលោកហ៊ុនតូទៅវិញក្នុងន័យដែលលោកហ៊ុនតូបានឲ្យមេធាវីប្តឹងកាសែត Al Jazeera នេះពីបទបរិហាគេនៅអូស្ត្រាលីដល់ថ្នាក់ហ្នឹងអញ្ចឹងទៀតឃើញទេយើងអត់មានស្អីទៅរកគណៈកម្មការស៊ើបអង្កេតចឹងបានថាបើសិនជាកម្ពុជាស៊ើបអង្កេតទៅឲ្យលោកហ៊ុនតូហ្នឹងថាអត់មានជាប់ពាក់ព័ន្ធទេឧទាហរណ៍ឲ្យវាស្អាតចឹងណាលោកហ៊ុនតូអាចយកភស្តុតាងថារដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតហើយដោយគណៈកម្មការឯករាជ្យគេរកឃើញថាលោកអត់មានបញ្ហាជាប់ពាក់ព័ន្ធអីអាចយកអាភស្តុតាងនេះយកទៅដាក់បន្ទុកបន្ថែមដើម្បីរករឿងកាសែត Al Jazeera អីចឹងក៏ប៉ុន្តែលោកអត់មានយកអីក្រៅតែពីប្តឹងបរិហាគេកាសែត Al Jazeera ដែលដកស្រង់សម្ដីពីប៉ូលីសសហព័ន្ធអូស្ត្រាលីដែលអត់មានឯកសារគាត់ថាដកស្រង់ពីប្រភពសារព័ត៌មានឬក៏ប៉ូលីសអូស្ត្រាលីតែប៉ូលីសអូស្ត្រាលីអត់បញ្ចេញឯកសារនឹងទៀតព្រោះសារព័ត៌មាននេះទាមទារសុំឲ្យប៉ូលីសសហព័ន្ធអូស្ត្រាលីបញ្ចេញឯកសារតាក់ទងនឹងលោកហ៊ុនតូគេប្រាប់ថាអាហ្នឹងស្ថិតនៅក្នុងការស៊ើបអង្កេតនៅក្នុងផ្លូវតុលាការគឺគេមិនអាចប្រាប់អ្នកសារព័ត៌មានបានអញ្ចឹងត្រូវ Al Jazeera កាំងហ្មងបះជើងនៅក្នុងការដកស្រង់ប្រភពពីប៉ូលីសសហព័ន្ធអូស្ត្រាលីប៉ុន្តែអត់មានឯកសារហ្នឹងដើម្បីតតាំងក្តីនៅពេលដែលលោកហ៊ុនតូប្តឹងបរិហាអញ្ចឹងលោកហ៊ុនតូដឹងចំណុចខ្សោយរបស់កាសែត Al Jazeera នេះដែលគិតថាយកប្រភពព័ត៌មានពីប៉ូលីសសហព័ន្ធអូស្ត្រាលីដែលប៉ូលីសគេមិនបញ្ចេញអញ្ចឹងបានន័យថា Al Jazeera ចេះតែថាបើចេះតែថាបានន័យថាបរិហាគេលោកហ៊ុនតូអញ្ចឹងលោកដាក់ពាក្យប្តឹងនៅពេលដែលប្តឹងដូចផ្ដាល់ដងដាវទៅកាសែត Al Jazeera វិញឯណោះព្រោះលោកហ៊ុនតូចង់ប្តឹង Al Jazeera ដើម្បីឈ្នះក្តីដើម្បីលាងឈ្មោះគាត់ថាបរិហាគេគាត់ឲ្យចោទពីជួញដូរគ្រឿងញៀនឬក៏ឆបោកអនឡាញអីហ្នឹងដល់តែពេលគាត់ប្តឹង Al Jazeera វាជាកំបិតចិត្តដងឯងទៅវិញហេតុអីបានជាខ្ញុំថាកំបិតចិត្តដងឯងពេលដែលប្តឹងកាសែត Al Jazeera មានសិទ្ធិស្របច្បាប់ក្នុងការដាក់ស្នើទៅតុលាការគឺប្តឹងតុលាការអូស្ត្រាលីនឹងតែម្ដងដើម្បីបង្គាប់បញ្ជាឲ្យប៉ូលីសសហព័ន្ធបញ្ចេញរបាយការណ៍ស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីជាឯកសារឲ្យ Al Jazeera នេះយកមកបង្ហាញថានេះអ្វីដែលខ្លួនផ្សព្វផ្សាយអំពីរឿងលោកហ៊ុនតូនេះគឺដោយសារមានឯកសារពីប៉ូលីសគេស៊ើបអង្កេតរឿងជួញដូរគ្រឿងញៀនគឺឆបោកអនឡាញអីចឹងដល់តែពេល Al Jazeera ដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធអូស្ត្រាលីដើម្បីទាមទារឲ្យប៉ូលីសសហព័ន្ធបញ្ចេញព័ត៌មាននឹងមកជាការការពារខ្លួន Al Jazeera ឲ្យរួចផុតពីបណ្ដឹងបរិហាគេរបស់លោកហ៊ុនតូស្រាប់តែតុលាការកាត់ក្តីឲ្យ Al Jazeera ឈ្នះមានន័យថាម៉េចបងប្អូនតុលាការអូស្ត្រាលីគឺតុលាការសហព័ន្ធអូស្ត្រាលីកាត់ក្តីឲ្យ Al Jazeera ឈ្នះនៅក្នុងន័យថាធ្វើតាមសំណើរបស់កាសែត Al Jazeera ដែលបង្គាប់ឲ្យប៉ូលីសសហព័ន្ធបញ្ចេញរបាយការណ៍ទាំងអស់តាក់ទងនឹងការស៊ើបអង្កេតរឿងលោកហ៊ុនតូនេះដោយមិនទុកជាការសម្ងាត់ទេដើម្បីព្រោះវាជាឯកសារសាធារណៈហើយដើម្បីឲ្យសារព័ត៌មាននេះអាចការពារខ្លួនពីបទបរិហាគេរបស់លោកហ៊ុនតូផងឥឡូវនៅពេលដែលលោកហ៊ុនតូកាសែត Al Jazeera ឈ្នះក្តីសារព័ត៌មានអូស្ត្រាលីនេះអូស្ត្រាលីដែលឥឡូវនេះប៉ូលីសសហព័ន្ធអូស្ត្រាលីត្រូវបញ្ចេញរបាយការណ៍ស្រាវជ្រាវទាំងអស់ទៅតាមការចង់បានរបស់សារព័ត៌មាន Al Jazeera ជាប្រយោជន៍សាធារណៈបានន័យថា Al Jazeera ដែលដកស្រង់ប្រសាសន៍របស់ប៉ូលីសសហព័ន្ធអូស្ត្រាលីដែលការសម្ងាត់សោះពីមុនមកដែលធ្វើឲ្យលោកហ៊ុនតូនិងមេធាវីមានដងដាវនឹងប្តឹងបរិហាគេបើប៉ូលីសសហព័ន្ធអត់ផ្ដល់ព័ត៌មានសម្ងាត់នឹងឲ្យទៅ Al Jazeera បានន័យថា Al Jazeera និយាយកុហកចេះតែថាព្រោះអត់មានឯកសារភស្តុតាងមកការពារខ្លួនឥឡូវដោយសារតែបណ្ដឹងបរិហាគេរបស់លោកហ៊ុនតូប្តឹងគេពីរឿងនិយាយកុហកផ្សាយកុហកឥឡូវតុលាការបង្គាប់ឲ្យប៉ូលីសសហព័ន្ធចេញរបាយការណ៍ហ្នឹងឲ្យទៅ Al Jazeera ជាសាធារណៈបានន័យថា Al Jazeera មានព័ត៌មានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការផ្សាយថាលោកហ៊ុនតូជាប់សង្ស័យពីបទជួញដូរគ្រឿងញៀនឬក៏ឆបោកដល់តែពេលអញ្ចឹងលោកហ៊ុនតូបានដកពាក្យប្តឹងហ្នឹងទៅវិញហេតុអីបានជាលោកហ៊ុនតូដកពាក្យប្តឹងទៅវិញខ្ញុំជឿថាអាចមកពីលោកហ៊ុនតូក៏ដឹងច្បាស់ដែរថាបើតពាក្យប្តឹងនេះតទៅទៀតរឿងកាន់តែធំព្រោះអីឯកសារ Al Jazeera នឹងផ្សាយកក្រាកអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឬក៏ឆបោកអនឡាញរឿងលោកហ៊ុនតូហ្នឹងវាកាន់តែល្បីតែបើដកពាក្យប្តឹងចេញពីបរិហា Al Jazeera គឺបានន័យថាបណ្ដឹងហ្នឹងវាអត់ទៅមុខទៀតទេវាអាចចប់ត្រឹមហ្នឹងវាមិនវែងឆ្ងាយវាមិនអីទេអញ្ចឹងកុំឲ្យរឿងហ្នឹងកក្រើកដកអញ្ចឹងក្នុងន័យនេះគឺបានន័យថាមិនមែនលោកហ៊ុនតូប្តឹង
ឈ្នះក្តីទេគឺបានន័យថាគាត់ប្តឹងទៅដឹងថាមិនឈ្នះគេដកបណ្ដឹងទៅវិញទេក្នុងន័យអញ្ចេះហើយ Al Jazeera ទៅជាឈ្នះក្តីក្នុងតុលាការអូស្ត្រាលីដើម្បីឲ្យប៉ូលីសសហព័ន្ធត្រូវតែផ្ដល់ព័ត៌មានទៅតាមការស្នើសុំរបស់ Al Jazeera គ្រប់គ្រងការផ្សាយរបស់ខ្លួនតាក់ទងនឹងលោកហ៊ុនតូអាហ្នឹងរឿងនៅស្រុកគេបើនៅស្រុកខ្មែរមាននរណាប្តឹងមាននរណាផ្សាយនរណាហ៊ានកសែតនៅក្នុងស្រុកណាហ៊ានផ្សាយរឿងលោកហ៊ុនតូសាកមើលទៅជាប់គុក24ម៉ោងអ្នកកសែតទាំងអស់ហ្នឹងបើមិនជាប់គុកក៏បាត់ខ្លួនអីចឹងទៅ